សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអំពី module ជាទូទៅនៅក្នុង Nest.js គឺយើងមាន module មួយដែលជា app module នៅពេលដែលយើង generate project ហើយអញ្ចឹងសួរថាអឺ app module យើងហេតុអីយើងត្រូវការមាន app module អញ្ចឹងនៅក្នុងនៅក្នុង main TS របស់យើងដែលជាក្បាលម៉ាស៊ីនរបស់យើងគឺនៅពេលដែលយើង run Nest.js គឺវានឹង initialize module របស់យើងដំបូងគឺ app module ហ្នឹងបើន័យថាវាត្រូវការមាន module មួយដែលជា module មេដើម្បី run អញ្ចឹងនៅក្នុង app module របស់យើង app module របស់យើងដូចយើងបានបញ្យល់ហ្នឹងថា Nest.js វាជាប្រភេទmodular structure បើន័យថាវាមាន module តគ្នាច្រើនអញ្ចឹងនៅក្នុង app module ដូចនៅក្នុងវាមានជាទូទៅវាមាន3វាមាន import វាមាន controller មាន provider អញ្ចឹងទៅហើយវាអាចមាន export អញ្ចឹងទៅបើសិនជាត្រូវការបញ្ចេញ service ឲ្យ module ផ្សេងប្រើអញ្ចឹងឧទាហរណ៍ថាឥឡូវបើសិនជាយើងអានេះយើងជា app module អញ្ចឹងបើសិនជាមាន module ថែមឧទាហរណ៍វាអាចមាន user module ហ្នឹងទៅវាអាចមានអីគេវាអាចមាន role module ហ្នឹងទៅអញ្ចឹងនៅពេលដែលយើងមានប៉ុណ្ណេះគឺវានឹងយក module ទាំងអស់ហ្នឹងចូលទៅក្នុង app របស់យើងទាំងអស់ហើយជាធម្មតាដូចតាក់ទងជាមួយ controller អញ្ចឹងនៅក្នុង controller គឺយើងសម្រាប់ import controller ទាំងអស់ដែលនៅក្នុង module មួយហ្នឹងក្នុង module app ណាបើឧទាហរណ៍ user អញ្ចឹង user module គេ import controller under របស់គេហ្នឹងទៅតែពេលគេ import តមក app ចេះអា controller ហ្នឹងវាចេះទាញចូលគ្នាហើយអញ្ចឹងវាចូលតាមមួយ level របស់ module មួយហើយបើសិនជាយើងឧទាហរណ៍យើងបង្កើត controller ប៉ុណ្ណឹងយើងដាក់ decorator controller យ៉ាងណាក៏ដោយតែវាយើងអត់ add ចូលក្នុងនេះក៏វាអត់ចូលដែរអញ្ចឹងយើងត្រូវ add វាចូល provider ជាទូទៅគឺវាមានដែលយើងអាសាជប់គឺវាមាន2ប្រភេទទី1គឺ service ទី2គឺ repository និយាយទៅ class ដែលជាប្រភេទ injectable គឺជា provider អញ្ចឹងឧទាហរណ៍ឥឡូវយើងមាន app service អញ្ចឹងបើសិនជាយើងអត់ត្រូវការឲ្យ module ផ្សេងយក service យើងទៅប្រើទេយើងអត់ត្រូវការ export ទេតែឧទាហរណ៍ថាបើចុះយើងត្រូវការ service ផ្សេងមកប្រើmodule ផ្សេងមកប្រើ service យើងត្រូវ export app service របស់យើងចេះព្រោះអាហ្នឹងដូចយើងរៀបចំទុកអញ្ចឹងបើសិនជាយើងចង់ឲ្យគេប្រើយើងប្រាប់ថាអូខេក្នុង service ទាំងអស់មានមួយខ្ញុំឲ្យអ្នកឯងប្រើពេលអ្នកឯងហៅ module ខ្ញុំទៅឬក៏ហៅ service ហ្នឹងទៅតែបើយើងប្រាប់ថា service ហ្នឹងប្រើអត់កើតយក export ទេបានថាដូចយើងប្រាប់គេថា service ហ្នឹងប្រើអត់កើតចឹងអញ្ចឹងapp module តាក់ទងជាមួយ module គឺដូចជាមានតែប៉ុណ្្នឹងទេហើយអ្វីដែលខ្ញុំភ្លេចប្រាប់គឺនៅក្នុង module ក៏ដោយគឺយើងត្រូវមាន decorator មួយ module ដើម្បីយើងប្រាប់ថា class ហ្នឹងជាប្រភេទ module ហើយហ្នឹងហើយដូចយើងនិយាយមុនហ្នឹងថានៅក្នុងហ្នឹងគឺជាទូទៅវាពីច្រើនវាមាន3នេះអញ្ចឹងបើសិនជាមានការចាំបាច់ក្នុងការ export ឲ្យprovider export ជា provider ឲ្យគេប្រើគេហៅ service ប្រើពី module ផ្សេងមកអញ្ចឹងយើងត្រូវ export អញ្ចឹងទៅអញ្ចឹងនៅក្នុង module ដូចជាមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណសម្រាប់ការទស្សនាហើយជួយ like ជួយ subscribe ហើយជួយ share វីដេអូមួយហ្នឹងផងអរគុណច្រើន